គោរពជំរាបសួរពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូខ្ញុំ ថ្ងៃនេះធ្វើការយប់ឯកសន្តានការងារថ្ងៃសៅរ៍តែមុននឹងធ្វើការគឺថតវីដេអូចែកម្លែកពុកម៉ែពូមីងបងប្អូនបានទស្សនាអំពីប្រទេសអ៊ីស្រាអែលថ្មនេះគឺម៉ោង 8 ឯនៅប្រទេសអ៊ីស្រាអែលម៉ោង 8 តែមេឃគឺនៅភ្លឺដល់ម៉ោង 8:09 អីបានយើងល្ងិតមើលគ្នាឡើងឃើញដោយសារវាតាក់ទងនឹងនេះតាក់ទងនឹងរដូវកាលរបស់ប្រទេសគេអញ្ចឹងណាហើយខែនេះគឺរដូវកាលខែក្តៅអញ្ចឹងទៅគឺគេហៅថារយៈពេលថ្ងៃហ្នឹងគឺយូរជាងពេលយប់ឆាប់ភ្លឺតែថ្ងៃឆាប់យប់អញ្ចឹងណាហើយនៅប្រទេសអ៊ីស្រាអែលនេះគឺរដូវកាលវាមាន4គឺមានក្តៅមានវស្សាផ្ការីកហើយនឹងរដូវរងាអញ្ចឹងណា4រដូវហើយនៅតំបន់ខ្ញុំនេះគឺតំបន់ភ្នំគេហៅហូសែនណាហើយមើលទៅគឺតំបន់នេះភ្នំសុទ្ធហើយស្មៅអីហ្នឹងគឺវាស្លោកងាប់អស់ហើយដោយសារយើងរដូវកាលក្តៅហើយផ្ទះប្រជាជនរបស់គេគឺសិតទៅនៅលើភ្នំគឺប្រទេសគេរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យប្រជាជនគេរស់នៅហ្នឹងគឺនៅលើភ្នំតែគេរៀបចំស្អាតណាមានទឹកមានភ្លើងគ្រប់គ្រាន់របស់គេផ្លូវអីហ្នឹងគឺរបស់គេល្អអាហ្នឹងថតរៀងពេលល្ងាចប្រឡប់អញ្ចឹងតែបើពេលយប់ថតទៅឃើញតែពន្លឺភ្លើងនៅតាមភ្នំហ្នឹងគឺសត្វតែប្រជាជនគេនឹងឯងអានេះទៅមកប្លុកអញ្ចឹងទៅឆ្ងាយនៅលើភ្នំហើយនេះគឺនៅលើភ្នំយើងមើលទៅឃើញភ្លើងលឹមហ្នឹងគឺនៅលើភ្នំតែឆ្ងាយទៀតលងពីភ្នំហើយទៅនេះក៏ឆ្ងាយទៀតចឹងទៅហើយមានពលឺព្រះច័ន្ទថ្ងៃ13កើតកើតបឋមស្រាបចិត្តពេញបោទៀតហើយ2ថ្ងៃទៀតពេញបោចឹងទៅព្រះច័ន្ទរះកន្លះមេឃហើយមានអីដែរមានតែគយគុណព្រៃភ្នំស្ដាប់សំឡេងសត្វស្ដាប់សំឡេងឡានអញ្ចឹងទៅយើងនៅតំបន់ភ្នំហើយវីដេអូក៏មានតែប៉ុណ្្នឹងឯងដើម្បីទទួលបានវីដេអូខ្ញុំលើកក្រោយទៀតសូមជួយ Subscribe Like និង Share ពី YouTube ខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលា